គាត់បង្កើត brand ខ្លួនឯងហើយចេញមកគឺមួយឆាវកើតហើយក៏បាត់ទៅវិញអញ្ចឹងនេះគឺជាការធ្វើទីផ្សារគេមិនមែនគេលក់ផលិតផលគេលក់ marketing គេមិនមែនលក់ដំណោះស្រាយរបស់អតិថិជនទេព្រោះអ្នកលក់ខ្លះគាត់ឲ្យតែផលិតផលឲ្យអ្វីដែលគាត់មានណាប៉ុន្តែបើសិនជាយើងអត់មានចំណេះដឹងហើយអត់ស្គាល់ពីស្បែករបស់ខ្លួនយើងក៏ចេះតែយកមកសាកល្បងប្រើអ្វីដែលសំខាន់មួយទៀតអត់មានអីជាវីតាមីនទេបើសិនជាយើងប្រើម្សៅលាយម្សៅបកដែលមានជាតិបារតមានអីនៅលើផ្ទៃធំនៃស្បែកវាអាចបណ្ដាលឲ្យគាត់ទៅជាបញ្ហាខូចតម្រងនោមទៀតពីព្រោះនៅពេលដែលវាសារធាតុទាំងអស់នោះវាជាតិចូលទៅក្នុងសរសៃឈាមវានឹងធ្វើឲ្យប៉ះពាល់ទៅដល់សរីរាង្គកាយរបស់យើងទៀតអញ្ចឹងអានឹងគឺជាបញ្ហាដែលគាត់ទាំងអស់គ្នាដឹងឯងក៏ប៉ុន្តែហេតុអីដឹងឯងនៅតែធ្វើជំរាបសួរបងតាក់ទងជាមួយនឹងវិស័យ cosmetic ក៏ដូចជា beauty ខ្ញុំឃើញថាវត្តមានបងរយៈពេល20ឆ្នាំជាងហើយនៅក្នុងស្រុកខ្មែរព្រោះតាំងពីខ្ញុំនៅទូចឥឡូវមកដល់ប៉ុណ្ណឹងខ្ញុំចាប់អារម្មណ៍ថាបច្ចុប្បន្នមានគ្រឿងសម្អាងជាច្រើនដែលនៅក្នុងការជ្រើសរើសអញ្ចឹងតើយើងគួរតែជ្រើសរើសដោយស្គាល់អំពីស្បែកបុកខ្លួនឯងច្បាស់ឬក៏យើង follow ទៅតាម trend ដែលគេបង្ហោះនៅក្នុងបណ្ដាញសង្គមនិយាយអំពីស្បែកហើយនឹងសម្រស់គឺអត់មានត្រូវការដើរតាម trend ទេអូបាទចាពីព្រោះថាអ្វីដែលសំខាន់គឺត្រូវដឹងអំពីតម្រូវការនិងសុខទុក្ខរបស់ស្បែករបស់ខ្លួនឯងបាទបងបាទចាពីព្រោះថាបើសិនជាយើងនិយាយអំពីការស្លៀកពាក់ការរៀបចំខ្លួនអាហ្នឹងគឺយើងអាចដើរទៅតាមសម័យកាលនៃការភាពហឺហាក៏ប៉ុន្តែស្បែកមិនមែនអញ្ចឹងទេពីព្រោះថាស្បែកមិនត្រូវការផ្លាស់ប្ដូរទៅតាមសម័យកាលទេក៏ប៉ុន្តែស្បែកត្រូវការទទួលបាននៅការមើលថែទាំទៅតាមបញ្ហារបស់ស្បែកផ្សេងគ្នាអញ្ចឹងកន្លែងនេះគឺបទពិសោធន៍របស់ខ្ញុំជាង20ឆ្នាំនេះគឺខ្ញុំបានយល់បានជ្រាបច្រើនហើយវាជាបទពិសោធន៍សម្រាប់ផ្ទាល់ខ្លួនខ្ញុំហើយនឹងជាបទពិសោធន៍ដែលយើងបានជួបជាមួយនឹងអតិថិជនទាំងបុរសជាពិសេសគឺនារីគឺរាប់ម៉ឺនរាប់សែននាក់អញ្ចឹងយើងបានប្រកាសច្បាស់ថាស្បែកមិនត្រូវការដើរតាម trend ទេការរៀបចំសុខភាពស្បែកក៏អត់ចាំបាច់ត្រូវការដើរតាម trend ដែរអ្វីដែលត្រូវការគឺការឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់នៅក្នុងការដឹងពីសុខទុក្ខហើយជ្រើសរើសយកវិធីឲ្យត្រូវជាមួយនឹងការតម្រូវការនៃស្បែករបស់យើងបាទជំនាញន័យថាបងបញ្ជាក់នៅក្នុងនេះមានន័យថាដល់តែស្គាល់អំពីប្រភេទស្បែករបស់ខ្លួនឯងច្បាស់ទើបយើងដឹងថាគួរតែប្រើផលិតផលអីដើម្បីឲ្យស័ក្តិសមជាមួយនឹងស្បែករបស់យើងត្រូវអីបងចាវាពិតជាត្រឹមត្រូវអីមានថាឥឡូវនេះផលិតផលគឺមានច្រើនណាហើយអ្នកខ្លះគេចូលមកគឺគេធ្វើសម្រាប់តែធ្វើជាចំណែកនៃ marketing ទេគឺគេមិនបានយកចិត្តទុកដាក់នៅក្នុងការផ្ដល់នៅដំណោះស្រាយដល់ស្បែកទេប៉ុន្តែអ្វីដែលយើងនៅទីនេះគឺយើងចង់ប្រាប់ថាគឺយើងតែងតែផ្ដល់នៅដំណោះស្រាយដល់ស្បែកបាទអញ្ចឹងហើយទៅរយៈពេលជាង20ឆ្នាំយើងនៅតែអាចឈរជើងបានអ្វីដែលសំខាន់មួយទៀតអត់មានអីជាវីតាមីនទេគ្មានផលិតផលណាជាវីតាមីនទេបាទចាអញ្ចឹងផលិតផលនិងគុណភាពរបស់ផលិតផលប្រសិទ្ធភាពនៃការប្រើប្រាស់គឺមានការទៀមទាបូកបញ្ចូលជាមួយនឹងភាពព្យាយាមអំណត់យកចិត្តទុកដាក់និងនិរន្តរភាពនៃការថែទាំអញ្ចឹងនៅពេលដែលយើងចង់បានស្បែកដែលមានសុខភាពល្អស្បែកដែលស្អាតស្បែកដែលក្មេងជាងវ័យគឺទាមទារម្ចាស់ស្បែកហ្នឹងត្រូវការយកចិត្តទុកដាក់នៅក្នុងការមើលថែហើយកុំឲ្យប្រើទៅតាមអារម្មណ៍កុំឲ្យប្រើទៅតាម trend ពីព្រោះថាស្បែកអត់ត្រូវការ trend ទេបាទអញ្ចឹងបងបើសិនជាក្នុងករណីមួយដែលខ្ញុំអត់បានស្គាល់អំពីប្រភេទស្បែករបស់ខ្លួនឯងសោះហើយខ្ញុំពិតជាចង់ពិនិត្យដឹងថាស្បែកខ្ញុំជាប្រភេទស្បែកស្ងួតស្បែកមានសំណើមឬក៏ស្បែកខ្លាញ់ឬក៏ជាប្រភេទមុខដែលខ្ញុំកំពុងតែខ្វះអីមួយតើយើងអាចខំពិនិត្យនៅទីណាបានឬក៏នៅ beauty center របស់យើងមានបច្ចេកទេសនៅក្នុងការពិនិត្យនឹងដែរជាធម្មតាគឺយើងខ្លួនឯងនឹងអាចធ្វើការពិនិត្យស្បែកខ្លួនឯងតាមដានស្បែកខ្លួនឯងឲ្យដឹងត្រង់លក្ខណៈថាងាយគឺដឹងថាស្បែករបស់យើងនឹងជាស្បែកស្ងួតឬមួយក៏ជាស្បែកខ្លាញ់ឬមួយក៏ជាស្បែកចម្រុះឬមួយក៏ជាស្បែកងាយប្រតិកម្មកន្លែងនេះគឺម្ចាស់ស្បែកហ្នឹងគឺដឹងជាងគេចាពីព្រោះថាយើងនៅជាមួយគ្នារាល់ថ្ងៃ24/7/24មានថា24/7 24ម៉ោងក្នុងមួយថ្ងៃហើយ7ថ្ងៃក្នុងមួយសប្តាហ៍គឺយើងនឹងតាមដានថាស្បែករបស់យើងប្រែប្រួលយ៉ាងណាអញ្ចឹងយើងត្រូវការវិភាគចំណែកថាវិភាគបែបណាគឺមានលក្ខណៈងាយបំផុតគឺយើង
តាមដានទៅអ្វីដែលយើងមើលឃើញយើងអាចកំណត់បានត្រូវ 80% អំពីប្រភេទស្បែកមុខយើងគឺមានន័យថាពេលព្រឹកព្រលឹមយើងក្រោកពីគេងគឺយើងមើលទៅលើតំបន់ថ្ងាសនៅខ្ទង់ច្រមុះនេះយើងហៅថា T zone ហើយតំបន់ពីស្រាប់សៀតការឆ្វេងមកសៀតការស្ដាំឡើងនេះយើងហៅថា U zone អញ្ចឹងតំបន់ពី T zone ហើយនិង U zone ហ្នឹងគឺយើងអាចសម្គាល់បានថាបើសិនជាតំបន់ហ្នឹងព្រលឹមឡើងងើបមកមានលក្ខណៈថាខ្លាញ់រលើបនៅលើផ្ទៃមុខហ្នឹងហើយគឺស្បែករបស់យើងមានជាប្រភេទស្បែកខ្លាញ់ហើយផ្ទុយមកវិញបើសិនជាងើបមកគឺមានលក្ខណៈរៀងព្រឹតទោះបីជាយើងលាបអីពីយប់ក៏ដោយព្រលឹមឡើងនៅតែឃើញបង្ហាញស្នាមព្រឹតហើយរៀងស្ងួតចាហើយមានអារម្មណ៍ថារៀងភាយកម្ដៅហ្នឹងមានន័យថាស្បែករបស់គាត់ហ្នឹងស្ងួតហើយក៏ចង់ទៅជាលក្ខណៈបែបចង់រៀងងាយប្រតិកម្មចាហើយផ្ទុយមកវិញបើសិនជាតំបន់ខ្លះស្ងួតតំបន់ខ្លះខ្លាញ់មានន័យថាជាស្បែកចម្រុះចាអញ្ចឹងម្ចាស់ស្បែកម្ចាស់កម្មសិទ្ធិស្បែកហ្នឹងត្រូវដឹងអំពីសុខទុក្ខរបស់យើងចាហើយបើសិនជាស្បែករបស់យើងស្ងួតការដែលយើងដឹងអំពីស្ងួតឬមួយក៏ខ្លាញ់ឬមួយចម្រុះគឺវាផ្ដល់ប្រយោជន៍ឲ្យយើងគឺយើងអាចធ្វើការតតាំងជាមួយនឹងអ្នកលក់ពីព្រោះអ្នកលក់ខ្លះគាត់ឲ្យតែផលិតផលឲ្យអ្វីដែលគាត់មានណាប៉ុន្តែបើសិនជាយើងអត់មានចំណេះដឹងហើយអត់ស្គាល់ពីស្បែករបស់ខ្លួនយើងក៏ចេះតែយកមកសាកល្បងប្រើអញ្ចឹងការដែលសាកល្បងយូរទៅវាអាចធ្វើឲ្យបញ្ហាស្បែកមិនមានបញ្ហាអាចក្លាយទៅជាបញ្ហាចាអញ្ចឹងយើងត្រូវដឹងអំពីអ្វីដែលខ្លួនឯងចង់បានអ្វីដែលស្បែករបស់យើងកំពុងតែជួបប្រទះហើយនឹងបំរែបំរួលស្បែកពីព្រោះវាអត់នៅមួយកន្លែងវានឹងមានការប្រែប្រួលដែរបងខ្ញុំចាប់អារម្មណ៍បងថាយើងកុំឲ្យដើរតាម trend ប៉ុន្តែសម័យឥឡូវគឺគេចាប់អារម្មណ៍ទៅលើតកតងជាមួយនឹងការវ័យធំមិនតន់នេះអាចថា20ជាងគេចាប់ផ្ដើមទៅចាក់ filler ចាក់អីបតឹងស្បែកមុខទាំងវ័យហ្នឹងគឺគាត់អត់តន់ត្រូវការទាំងអស់ហ្នឹងទេតែនេះគឺជា trend មួយដែលគេកំពុងតែដើរតាមអញ្ចឹងតើនៅក្នុងនាមជាមនុស្សមួយដែលស្រឡាញ់នៅសម្រស់ហើយចេះតែចង់ឲ្យខ្លួនឯងប្លែករហូតតើការប្រើទាំងអស់ហ្នឹងតើបងយល់យ៉ាងណាដែរចំពោះការវិវត្តខ្លួនទៅកាន់ surgery ដើម្បីឲ្យតន់សម័យតាមគេឯងហ្នឹងចាអាភាពដើរតាម trend ហ្នឹងគឺវាមានយូរហើយទោះបីមិនទាន់ដល់វិទ្យាសាស្ត្រជឿនលឿនឥឡូវនេះគឺយើងចាប់ដើមចូលទៅដល់លក្ខណៈគេហៅថាកាយសម្ផស្សហ្នឹងហើយកាយសម្ផស្សគឺកំពុងតែពេញនិយមហើយវាយើងអាចនិយាយថាវា trendy មួយដែរអញ្ចឹងមុននៅក្នុងនេះខ្ញុំចង់ទាញត្រឡប់ទៅប្រហែលជា10-20ឆ្នាំមុនតាក់ទងជួយនឹងអត់មានក៏ដោយអត់ទាន់មានបច្ចេកវិទ្យានៅក្នុងការកែសម្រស់ក៏ដោយក៏ប្រជាជនយើងចូលចិត្តណាចង់ឲ្យចង់ឲ្យមុខយើងមុខយើងមើលទៅសខុសពីធម្មជាតិនៃការកើតឡើងអញ្ចឹងគឺគាត់បានជ្រើសរើសយកការប្រើម្សៅលាយបកស្បែកបកអីអញ្ចឹងទោះបីជាមានការផ្សព្វផ្សាយអប់រំពីខាងក្រសួងសុខាភិបាលការពាក់ព័ន្ធគ្រូពេទ្យដែលមានជំនាញខាងឯកទេសស្បែកហ្នឹងគឺគាត់បានប្រាប់ថានៅពេលដែលយើងប្រើផលិតផលដែលមានលក្ខណៈបកហ្នឹងគឺវាបង្កើតនៅហានិភ័យខ្លាំងណាស់ហើយហានិភ័យហ្នឹងមិនមែនត្រឹមតែហានិភ័យពាក់ព័ន្ធជាមួយនឹងសុខភាពផ្លូវស្បែកសុខភាពស្បែកដែលយើងឃើញថាវាធ្វើឲ្យស្បែករបស់យើងហ្នឹងទៅជាខ្ចីពេកទៅជាអត់មានស្រទាប់ការពារហើយអាចនឹងទៅជាជាប់ទៅជាឡើងសរសៃមិនមែនតែប៉ុណ្្នឹងទេបើសិនជាយើងប្រើម្សៅលាយម្សៅបកដែលមានជាតិបារតមានអីនៅលើផ្ទៃធំនៃស្បែកវាអាចបណ្ដាលឲ្យគាត់ទៅជាបញ្ហាខូចតម្រងនោមទៀតពីព្រោះនៅពេលដែលវាសារធាតុទាំងអស់នោះវាជាតិចូលទៅក្នុងសរសៃឈាមវានឹងធ្វើឲ្យប៉ះពាល់ទៅដល់សរីរាង្គកាយរបស់យើងទៀតអញ្ចឹងអានឹងគឺជាបញ្ហាដែលគាត់ទាំងអស់គ្នាដឹងហើយក៏ប៉ុន្តែហេតុអីដឹងហើយនៅតែធ្វើហេតុអីដឹងហើយនៅតែធ្វើពីព្រោះគាត់ចង់ធ្វើអញ្ចឹងគាត់អត់បានគិតថាថ្ងៃក្រោយមិនទេសំខាន់ចង់ស្អាតសិនអញ្ចឹងត្រឡប់មកដល់សម័យនេះគឺ trend កំពុងតែធ្វើការកែសម្ផស្សដើម្បីឲ្យមើលទៅឲ្យទទួលបាននូវប្រសិទ្ធភាពលឿនក្មេងជាងវ័យភ្លាមហ្មងណាខ្ញុំទទួលស្គាល់មែនឧទាហរណ៍ថាបើសិនជាយើងជ្រួញចាក់ filler ម្ដងប៉ោងភ្លាមតែម្ដងហើយបើសិនជាយើងភ្នែកយើងនឹងមានបញ្ហាដកអីចឹងគឺគាត់ទៅធ្វើការវះកាត់អីគឺវាតឹងស្អាតភ្លាមតែម្ដងក៏ប៉ុន្តែអ្វីដែលគាត់ទទួលបានភ្លាមនេះវាមិនថិតថេរទេអញ្ចឹងនៅតែត្រឡប់មកវិញថាវាមិនមែនជាវេទមន្តជប់ម្ដងស្អាតមួយជីវិតទេគឺនៅតែទាមទារការជ្រើសរើសការថែទាំជាប្រចាំការព្យាយាមនៅក្នុងការមើលថែវាតទៅទៀតអានឹងហើយដែលវាអាចនឹងធ្វើឲ្យរក្សានៅភាព
ស្អាតហ្នឹងរៀងបានយូរក៏ប៉ុន្តែអ្នកដែលគាត់ធ្វើអាហ្នឹងហើយគឺទាមទារត្រូវតែធ្វើជាបន្តបន្ទាប់ពីព្រោះថាម៉េចពីព្រោះថាស្បែករបស់មនុស្សយើងកោសិកាហ្នឹងវានឹងរត់ទៅតាមវ័យឯងមិនមានអ្នកណាអាចទប់ទល់បានទេអញ្ចឹងនៅពេលដែលវ័យមកដល់អាហ្នឹងវាចាប់ដើមយាបន្តិចនៅពេលដែលវ័យមកដល់ចាប់ដើមជ្រួញបន្តិចបើសិនជាយើងរំពឹងទៅលើតការធ្វើម្ដងហ្នឹងហើយឲ្យស្អាតរហូតគឺអត់ទេអញ្ចឹងនៅត្រឡប់មកវិញគឺសម័យខ្លួនណាម្ចាស់ស្បែកហ្នឹងគឺត្រូវតែបន្តការព្យាយាមនឹងយល់អំពីតម្រូវការរបស់ស្បែកមុខគាត់ស្បែកមុខរបស់គាត់ដដែលអញ្ចឹងការថែទាំការសម្អាតការលាបឡេការធ្វើចលនាស្បែកធ្វើម៉េចទាញដើម្បីកុំឲ្យរក្សាស្បែកយើងកុំឲ្យដក់កុំឲ្យយាកុំឲ្យអីហ្នឹងគឺនៅតែត្រូវការដដែលទោះបីអ្នកដើរតាម trend នៃការវះកាត់កាយសម្ផស្សក៏ដោយក៏អ្នកទាមទារឲ្យមានគេហៅថា skin care regime មានការថែទាំមានការជ្រើសរើសផលិតផលឲ្យត្រូវជាមួយស្បែករបស់គាត់ជ្រើសរើសផលិតផលឲ្យត្រូវជាមួយវ័យរបស់គាត់ហើយនឹងគុណភាពសារធាតុសំខាន់ដែលមានផ្សំនៅក្នុងផលិតផលនីមួយៗដែលគាត់ប្រើបូករួមជាមួយនឹងការឧស្សាហ៍ព្យាយាមនិងមើលថែឲ្យព្រឹកថ្ងៃយប់ដើម្បីជួយមើលថែរក្សាអាភាពស្អាតនិងក្រោយពេលកាយសម្ផស្សនឹងឲ្យវាមានភាពយូរអង្វែងផងដែរបាទស្ដាប់មកទៅពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែនទាក់ទងជាមួយនឹងការថែរក្សាសម្រស់ជាពិសេសគឺ skin care ការយល់អំពីស្បែកមុខរបស់ខ្លួនឯងច្បាស់ដោយមិន follow ទៅតាមដែលជា marketing នៅក្នុងបណ្ដាញសង្គមពីព្រោះថា marketing ខ្លះគឺគាត់ផ្ដល់មកភាពជឿជាក់និងល្អជាច្រើនប៉ុន្តែឃើញថាមួយចំនួនក៏មានវត្តមានអត់ដល់5ឆ្នាំទេបាទអាចក៏បាត់ត្រឡប់ទៅវិញតែនេះគឺជាចំណុចមួយដ៏គួរឲ្យចាប់អារម្មណ៍ដែរតែបងអាចជំរាបបានទេថាហេតុអីបានជាគាត់មកលឿនហើយទៅវិញក៏លឿនបែបនេះពីព្រោះបងអត់មានមកលឿនទេគឺបងមកហើយគឺនៅជាប់រហូតអត់ទៅវិញបាទអាចជួយបញ្ជាក់តិចបានទេបាទចាមានផលិតផលជាច្រើន brand ជាច្រើនគាត់ចូលហើយក៏ចេញទៅវិញកើតហើយក៏បាត់ទៅវិញអានោះគឺជាគេហៅថាវិធីសាស្ត្រនៅក្នុងការធ្វើ marketing ហើយមិនមែនចំពោះទៅនៅព្រះរាជាណាចក្រនៅស្រុកខ្មែរយើងទេនៅប្រទេសផ្សេងៗទៀតក៏មានដែរគេហៅថា OEM brand ណានឹងគាត់បង្កើត brand ខ្លួនឯងអញ្ចឹងទៅគឺគាត់ចេញមកមួយឆាវកើតហើយក៏បាត់ទៅវិញអញ្ចឹងនេះគឺជាការធ្វើទីផ្សារគេមិនមែនគេលក់ផលិតផលគេលក់ marketing គេមិនមែនលក់ដំណោះស្រាយរបស់អតិថិជនទេហើយផលិតផលដែលថោកក៏មិនប្រកាសថាល្អផលិតផលដែលថ្លៃក៏មិនប្រកាសថាល្អអ្វីដែលសំខាន់គឺអាស្រ័យទៅលើធាតុផ្សំហើយនឹងការទទួលស្គាល់ឆ្លងកាត់ការត្រួតពិនិត្យឲ្យបានច្បាស់លាស់ចាអញ្ចឹងអ្នកដែលគាត់រើសគឺគាត់ត្រូវតែរើសផលិតផលណាដែលមានធាតុផ្សំឆ្លើយតបនឹងតម្រូវការស្បែករបស់គាត់បើសិនជាគាត់ចិត្តរត់ទៅតាមការផ្សព្វផ្សាយរបស់អ្នកនេះទៅតាមការពេញនិយមរបស់ដែលយើងហៅថាអីគេMMO អ្នកនេះផ្សាយប៊ុងអញ្ចឹងទៅគាត់ទៅប្រើអ្នកនោះផ្សាយប៊ុងទៅគាត់ទៅប្រើគឺគាត់មានការរត់ចុះរត់ឡើងបែបនេះវាជួបប្រទះជាមួយនឹងហានិភ័យសម្រាប់គាត់ដែរប៉ុន្តែសម្រាប់អតិថិជនរបស់ផលិតផលដែលគាត់មានភាពស្ថិរភាពហើយនឹងច្បាស់លាស់ណាអតិថិជនគោលដៅរបស់គាត់គឺជាអតិថិជនដែលគាត់មានចំណេះដឹងហើយគាត់ជ្រើសរើសអ្វីដែលផ្ដល់នៅប្រសិទ្ធភាពឆ្លើយតបនៅតម្រូវការរបស់ពួកគាត់គឺគាត់អត់ហិចចុះហក់ឡើងអត់ឆ្វេងឆ្វាយទេពីព្រោះអីគាត់អត់មានពេលវេលានៅក្នុងការធ្វើការឆ្វេងឆ្វាយទេវាហានិភ័យវាអស់លុយច្រើនចំណាយលុយអត់ប្រយោជន៍ហើយចំណុចទី3គឺមានន័យថាបើសិនជាខុសហើយគឺពិបាកកែចាអញ្ចឹងសម្រាប់អតិថិជនគាត់នឹងបែងចែកទៅតាមនឹងអ្នកខ្លះជួយចិត្តសាក់លបងចុះឡើងអ្នកខ្លះគឺអត់ទេជ្រើសរើសអ្វីដែលល្អអ្វីដែលមានភាពប្រកបបជាហើយ brand គឺក៏វាមានទៅតាមនឹងដែរចាស្ដាប់មើលទៅគូចាប់អារម្មណ៍នឹងបានយល់ដឹងជាច្រើនខ្លាំងមែនទែនតទៅជាមួយនឹងការថែរក្សាស្បែកនិងការយល់ឲ្យកាន់តែច្បាស់អំពីប្រភេទនេះស្បែករបស់ខ្លួន